បាទចំពោះលំហាត់នេះដែរយើងរកផ្ទៃកន្លែងចតុកោណភ្នែទំព័រទី40លំហាត់ទី1បាទចំពោះលំហាត់នេះគឺគេឲ្យរកផ្ទៃកន្លែងចតុកោណភ្នែអញ្ចឹងដើម្បីរកផ្ទៃកន្លែងចតុកោណភ្នែគឺយើងត្រូវស្គាល់រូបមន្ត A ផ្ទៃកន្លែងស្មើនឹងបាតតូចបូកបាតធំគុណនឹងកម្ពស់បាទចែកឲ្យ2អញ្ចឹងយើងចាំថាឲ្យតាណាគេនេះប្រវែងខ្លីជាងគេអាហ្នឹងគឺជាបាតតូចប្រវែងវែងជាងគេអាហ្នឹងគឺបាតធំហើយពីខាងលើមកខាងក្រោមកែងខាងក្រោមនេះអាហ្នឹងគឺកម្ពស់បាទអញ្ចឹងយើងដាក់តាមរូបមន្តមកតាមរូបមន្ត A របស់យើងស្មើនឹង A បូក B បាតតូចបូកបាតធំគុណនឹងកម្ពស់ចែកឲ្យ2ដោយ A បាតតូចគឺ4ម៉ែត្របាទបិទ B បាតធំស្មើនឹង5ម៉ែត្រហាស់កម្ពស់ស្មើនឹង 2.8 ម៉ែត្របាទនោះផ្ទៃកន្លែងរបស់យើងស្មើនឹង4ម៉ែត្របូកនឹង5ម៉ែត្រគុណនឹង 2.8 ម៉ែត្រចែកនឹង2បាទស្មើអានេះឃើញ9ម៉ែត្រគុណនឹង 2.8 ម៉ែត្រចែកនឹង2អានេះសម្រួលទៅយើងបាន9ម៉ែត្រគុណនឹង 1.4 ម៉ែត្របាទអញ្ចឹងចម្លើយរបស់វាគឺឃើញស្មើនឹង 12.6 ម៉ែត្រការ៉េបាទអញ្ចឹងដូចនេះ A របស់យើងស្មើនឹង 12.6 ម៉ែត្រការ៉េបាទលំហាត់ខយើងធ្វើដូចអាកដែរមានន័យថាអាខាងនេះគឺប្រវែងបាតតូចខាងក្រោមនេះគឺប្រវែងបាតធំហើយពីលើមកខាងក្រោមនេះអានេះគឺជាកម្ពស់បាទអញ្ចឹងយើងធ្វើតាមរូបមន្តចឹងដែរមកតាមរូបមន្ត A របស់យើងនេះស្មើនឹង A បូក B បាតតូចបូកបាតធំគុណនឹងកម្ពស់ចែកឲ្យ2បាទដោយ A របស់យើងនេះស្មើនឹង 3.2 ម៉ែត្រ B បាតធំ 4.8 ម៉ែត្រហាកម្ពស់ស្មើនឹង3ម៉ែត្របាទនោះយើងជំនួសចូលទៅ A ស្មើនឹង 3.2 ម៉ែត្របូកនឹង 4.8 ម៉ែត្របាទហើយយកទៅគុណនឹង3ម៉ែត្រហើយយើងចែកនឹង2ទៅអញ្ចឹងស្មើអាខាងលើនេះយើងបូកទៅឃើញ8ម៉ែត្រគុណនឹង3ម៉ែត្របាទហើយចែកនឹង2ទៅសម្រួលទៅបាន4ម៉ែត្រគុណនឹង3ម៉ែត្រចឹងគុណទៅបាន12ម៉ែត្រការ៉េដូចនេះ A ស្មើនឹង12ម៉ែត្រការ៉េ